បាទខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនបាទអំពុំមានទាំងអស់គ្នាបាទសូមស្វាគមន៍សាជាថ្មីមកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅវីដេអូរបស់ខ្ញុំមួយបាទដែលវីដេអូនេះខ្ញុំនឹងបង្ហាញនៅឈើមួយប្រភេទទៀតបាទដែលឈើប្រភេទនេះអាចមើលទៅវាបាទខុសប្លែកពីប្រភេទឈើផ្សេងដែលខ្ញុំបានបង្ហាញពីវីដេអូមុនបងប្អូនបាទសម្រាប់ដើមឈើមួយប្រភេទដែលខ្ញុំកំពុងតែបង្ហាញនេះមានឈ្មោះថាបាទដើមត្រាងបាទដើមត្រាងបងប្អូនតជាងរោអក្សរអាមអក្សរអានិងងបងប្អូនដើមត្រាងបាទហើយចំពោះដើមត្រាងមួយដើមនេះគឺខ្ញុំបានថតនៅទីតាំងខេត្តឧត្តរមានជ័យបាទហើយសម្រាប់ដើមត្រាងដែលខ្ញុំកំពុងតែថតនេះគឺបាទធំមែនទែនមើលទៅវាដូចជាមានអាយុច្រើនឆ្នាំហើយបាទទាំងទំហំទាំងកម្ពស់គឺធំហើយនឹងខ្ពស់មែនទែនបាទបើសិនជាយើងយកមនុស្សកាន់ដៃគ្នាជួបព័ទ្ធជុំវិញប្រហែលជាអាចខ្ទង់ពី8ទៅ10នាក់បងប្អូនបាទទើបអាចវត្តវាជុំគល់វាបងប្អូនហើយកម្ពស់វាគឺខ្ពស់មែនទែនបាទខ្ញុំសូមបញ្ជាក់អំពីអត្ថន័យនៃដើមត្រាងបាទខ្ញុំបានសើចនៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតគឺដើមត្រាងនេះស្ថិតនៅក្នុងអំបូរដើមជ្រៃបាទដែលក្នុងនោះសម្រាប់អត្ថន័យនៃដើមជ្រៃគឺជាប្រភេទឈើមានជ័រដូចជាពពួកពោពពួកលវាមានពួរជាពួររយៈឬព័ទ្ធជុំវិញហើយអត្ថន័យនៃដើមជ្រៃគឺមានច្រើនគឺវាមានចែកចេញជ្រៃពោជ្រៃក្រឹមជ្រៃលៀបហើយនិងជ្រៃត្រាងហើយនឹងជ្រៃវត្តទៀតបងប្អូនបាទហើយនៅមានច្រើនទៀតបងប្អូនដូច្នេះខ្ញុំសូមបញ្ជាក់បងប្អូនថាសម្រាប់ដើមត្រាងនេះវាស្ថិតនៅក្នុងអំបូរនៃដើមជ្រៃបាទខ្ញុំឧទាហរណ៍ឲ្យងាយយល់ដូចជាដំណាំស្រូវចឹងបងប្អូនដំណាំស្រូវអំបូរស្រូវគឺវាមានស្រូវបាទមិនថាស្រូវស្រាមមិនថាស្រូវធ្ងន់មិនថាស្រូវនេះស្រូវកែងក្អូកឬក៏ស្រូវកាមលិះកាមដួលគឺវាជាអំបូរដំណាំស្រូវបាទចំណែកដើមត្រាងនេះអត់ខុសគ្នាដែរគឺវាជាដើមជ្រៃប៉ុន្តែវាមានឈ្មោះគោលរបស់វាគឺដើមត្រាងហើយសម្រាប់វីដេអូនេះខ្ញុំក៏សូមអធិស្ឋានដោយសារតែខ្ញុំមិនបានបង្ហាញបោះក្បាយទេបងប្អូនគ្រាន់តែបង្ហាញត្រួសបាទហើយក៏សូមបង្ហាញពីពិនភាគលក្ខណៈដើមបាទហើយយើងសង្កេតមើលសម្បកវាមានពណ៌ចម្រុះបងប្អូនបាទវាអាស្រ័យទៅលើស្ថានភាពដើមចាស់ឬក៏ដើមខ្ចីបាទសម្រាប់ពណ៌សម្បកវានេះគឺវាមានចម្រុះមានពណ៌ត្នោតមានពណ៌ប្រផេះបាទមានពណ៌សហើយមានពណ៌ក្រមៅបាទលាយគ្នាទៅតាមស្ថានភាពសាច់ចាស់សាច់ខ្ចីសម្បកចាស់សម្បកខ្ចីបាទហើយមួយទៀតខ្ញុំសូមបញ្ជាក់ចែកជូនបងប្អូនតាក់ទងទៅនឹងអត្ថប្រយោជន៍បាទសម្រាប់ដើមត្រាងនេះបាទបើសិនជាយើងបាទមើលពីលក្ខណៈដើមវាគឺដើមនេះมันអាចយកទៅកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងបានទេបងប្អូនបាទដោយសារតែទី1ស្ថានភាពដើមវាមានលក្ខណៈជាសរសៃពួរបាទជាសរសៃពួរលក្ខណៈដូចជារឹសឬក៏ស្តៀងជាវល្លិដែរបាទទី2វាអត់មានក្លិនបាទវាមិនមានសាច់តាន់ដែលអាចឲ្យយើងយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារិមធ្វើជារបស់ប្រើប្រាស់សម្រាប់ជីវភាពចាំថ្ងៃរបស់យើងបានទេបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ចែកជូនពុកម៉ែបងប្អូនផងដែរថាសម្រាប់ដើមត្រាងនេះគេអាចយកវាទៅផ្សំជាសុទ្ធបាទវាមានលក្ខណៈដូចជាជ័រ
សម្បកស្លឹកបាទគឺគេអាចយកវាទៅផ្សំជាឱសថសម្រាប់ជាបានជំងឺផ្សេងៗបានបាទហើយបើតាមខ្ញុំស៊ើចមើលឯកសារបាទដូចជាមានជាបាលច្រើនមុខដែរបងប្អូនមានក្អកជើងកមានទឹកនោមផ្អែមមានមានបាទខាត់ឈាមមានជំងឺរាកចុកពោះអីជាដើមប៉ុន្តែសម្រាប់វីដេអូរបស់ខ្ញុំបាទមួយនេះគឺគ្រាន់តែចង់បង្ហាញពីអត្ថប្រយោជន៍ក៏ដូចជាគុណសម្បត្តិនៃការប្រើប្រាស់ដើមបាទខ្ញុំសូមមិនលម្អិតនៃការផ្សំថ្នាំដើម្បីធ្វើជាឱសថទេបងប្អូនដោយសារតែខ្ញុំបាទមិនមែនអ្នកជំនាញបាទខាងផ្សំឱសថទេអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនត្រូវការសម្បកវាឬក៏ដើមវាទៅធ្វើថ្នាំបាទបងប្អូនគួរតែស្វែងរកបាទអ្នកមានចំណេះជំនាញមានវិជ្ជាវៈធ្លាប់មានបទពិសោធន៍ផ្សំថ្នាំហើយជាឱសថបាទមុននឹងប្រើប្រាស់បាទដោយខ្លួនឯងបងប្អូនព្រោះបងប្អូនគាត់ដឹងដែរគឺពាក្យថាថ្នាំវាអាចជួយព្យាបាលជំងឺរបស់យើងហើយក៏អាចសម្លាប់យើងបានដែរវាជាអាវុធមុខពីរដូច្នេះសម្រាប់វីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញពីឈ្មោះដើមឈើដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាលក្ខណៈទ្រង់ទ្រាយសម្គាល់បែបងាយបែបទូទៅឲ្យពុកម៉ែបងប្អូនបានស្គាល់បាទថាប្រភេទដើមត្រាងនេះបាទគឺមានរូបរាងយ៉ាងម៉េចបាទទ្រង់ទ្រាយយ៉ាងម៉េចតែប៉ុណ្ណោះទេបាទហើយសម្រាប់ដើមត្រាងនេះគឺភាគច្រើនដុះនៅតំបន់ភ្នំហើយនៅតំបន់ពងរៀបបាទនៅតាមមាត់អូនៅតាមមាត់ជលងភ្នំអីនេះគឺវាសម្បូរដុះពិសេសនៅតំបន់ប្រាសាទអង្គរវត្តនៅខេត្តសៀមរាបក៏សម្បូរដែរបងប្អូនបាទហើយជាពុកម៉ែបងប្អូនអាចធ្លាប់សង្កេតឬក៏ធ្លាប់បានទៅលេងគឺប្រហែលជាបានឃើញបានស្គាល់ហើយប៉ុន្តែថាដូចខ្ញុំបានជម្រាបចឹងគឺវាអាចមានលក្ខណៈផ្សេងគ្នាបងប្អូនបាទវាមានជ្រៃមានជ័យត្រាងបាទហើយមួយទៀតខ្ញុំសូមបង្ហាញតាក់ទងនឹងស្លឹកបាទស្លឹកវាមានពណ៌បៃតងរលោងមិនធំមិនតូចបាទហើយផ្លែវាគឺមានពណ៌បៃតងនៅពេលខ្ចីហើយវាមានលក្ខណៈជាចង្កោមបាទជាចង្កោមហើយនៅពេលដែលវាមានលក្ខណៈទុំគឺវាមានពណ៌បាទក្រហមបាទក្រហមបែបនេះបងប្អូនហើយសម្រាប់អត្ថប្រយោជន៍ផ្សេងទៀតបាទសម្រាប់ដើមត្រាងនេះក្រៅពីយើងផ្សំជាឱសថគឺសម្រាប់បរិស្ថានគឺបរិស្ថានធម្មជាតិគឺវាល្អបងប្អូនដោយសារដើមនេះគឺវាជាប្រភេទឈើដែលស្រូបយកទឹកបាទធ្វើឲ្យមានម្លប់ត្រជាក់បាទហើយនឹងមួយទៀតគឺប្រភេទពពួកដើមជ្រៃត្រាងនេះឬក៏ពពួកដើមជ្រៃនេះគឺវាមានអត្ថប្រយោជន៍សម្រាប់ជាជំរកសត្វហើយនឹងជាចំណីសត្វបាទដោយសារតែផ្លែវាគឺវាអាចផ្ដល់ទៅជាចំណីដល់សត្វបានបងប្អូនបាទហើយសម្រាប់វីដេអូមួយនេះរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទីមួយខ្ញុំសូមបញ្ជាក់ថាដើមត្រាងគឺវាមានលក្ខណៈជាអំបូរនៃដើមជ្រៃគឺវាមានទ្រង់ទ្រាយស្តៀងនឹងដើមជ្រៃហើយទី2គេយកវាទៅផ្សំជាឱសថបានបាទហើយនឹងទី3គឺវាអាចផ្ដល់ជាចំណីដល់សត្វបាទជាជំរកនិងចំណីដល់សត្វផ្សេងបានបងប្អូនបាទហើយដើមជ្រៃត្រាងនេះគឺវានៅសម្បូរនៅឡើយបច្ចុប្បន្នបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជួបក្នុងវីដេអូក្រោយទៀតបងប្អូន